សួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះយើងមករៀនអំពី inversion AVG ឬក៏ IAVG អញ្ចឹងយើងត្រូវដឹងថា inversion AVG វាកើតឡើងដោយសារតែ AVG ដែលបានផ្ដាច់តម្លៃរួចឬក៏បានប្រើប្រាស់រួចណាដែលបានផ្ដាច់តម្លៃរួចគឺបែបម៉េចនេះផ្ដាច់តម្លៃរួចណានេះយើងឃើញហ៎កន្លែងនេះមាន AVG មួយអញ្ចឹង AVG នេះបានប្រើប្រាស់រួចឬក៏ផ្ដាច់តម្លៃរួចអញ្ចឹងនៅពេលដែលផ្ដាច់តម្លៃរួចហើយវាចុះមកចាក់ម្ដងទៀតអាហ្នឹងហើយគឺជា inversion AVG ឬក៏ IAVG ណាអញ្ចឹងតើ IAVG គេប្រើបែបម៉េចណា IAVG យើងប្រើចាប់ទៅលើ buy model and sell model បានដូចគ្នាគ្រាន់តែយើងចាប់របៀបនៃការ trade របស់ខ្ញុំភាគច្រើនខ្ញុំ trade ទៅលើ buy side and sell side liquidity swing high and swing low ណាអញ្ចឹងមុននឹងចូលទៅដល់កន្លែង trade ឥឡូវយើងត្រូវ buy side and sell side ជាមុនសិនណាឥឡូវនេះខ្ញុំឃើញ buy side ហើយខ្ញុំឃើញ sell side នៅខាងក្រោមនេះមួយណាឥឡូវយើងឃើញ sell side ណា sell side អញ្ចឹងយើងអាចចាប់ខាងក្រោមនេះជា sell side តែមួយបានហើយហើយនៅខាងលើនេះគឺជា buy side របស់យើងណាអញ្ចឹងយើងឃើញទៅលើមាសវាបាន sweep ទៅលើ buy side liquidity នៅខាងលើរួចហើយណា buy side liquidity and sell side liquidity ណាអានេះយើងមើលទៅលើ 1 hour time frame 1ម៉ោង time frame គឺវាបាន sweep បែបហ្នឹងណាដោយសារតែខ្ញុំភាគច្រើនគឺខ្ញុំ trade ទៅលើ 1 hour time frame ហើយយើងអាចដូរ direction របស់ផ្សារឬក៏ដូរ time frame របស់ផ្សារទៅមើល5នាទីឬក៏15នាទីដើម្បីរក model confirm អញ្ចឹងណាឥឡូវយើងបាន buy side and sell side liquidity រួចហើយអញ្ចឹងនៅពេលដែលយើងចាប់ជាមួយ swing high and swing low រួចហើយអញ្ចឹងយើងទៅរក model entry ចូលមកណា model entry អញ្ចឹង model entry របស់យើងកន្លែងនេះយើងអាចចាប់ទៅជា AVG បានណាកន្លែងនេះឬក៏ BPR ក៏បានដែរព្រោះអីវាសុទ្ធតែនេះខាងនេះក៏ BPR ដែរព្រោះអានេះវា AVG មួយដែរអញ្ចឹងផ្ដាច់ចូលគ្នាវាទៅជា BPR ដូចគ្នាណាអញ្ចឹងកន្លែងចាប់ជា AVG ណានៅពេលដែលបុក AVG ខាងក្រោមនេះទើបវាដូរទៅជា bullish ណាហើយនៅខាងលើនេះមាន AVG មួយគ្រាប់ដែរប៉ុន្តែ AVG នេះគឺវាបានផ្ដាច់តម្លៃរួចហើយអញ្ចឹងយើងអាចចាប់វាជា inversion AVG ឬក៏ IAVG អញ្ចឹងនៅពេលដែលប៉ះជាមួយនឹង inversion AVG នេះ long ទៅលើហើយ long ទៅលើហ្នឹងក្នុងករណីថា long ទៅលើហ្នឹងមានអីខ្លះដើម្បី confirm ផ្សារឲ្យឡើងទៅលើទៀតដោយសារតែទីផ្សារគឺមានទៅលើគេហៅថា market structure ណា market structure នៅខាងលើនេះឬក៏ MAS យើងចាប់វាជា MAS ក៏បានដែរកន្លែងនេះណាអញ្ចឹងនៅពេលដែលទីផ្សារបង្កើតទៅជាfail high ឬក៏ all high ណា all high ឬក៏ fail high កន្លែងនេះនៅពេលដែលបង្កើតរួចហើយនៅពេលដែលបង្កើតរួចហើយបន្តមកទៀតវាឡើងទៅផ្ដាច់តម្លៃអញ្ចឹងកន្លែងនេះគឺជា MAS ហើយណាគឺជា MAS នៅពេលដែល sweep ជាមួយនឹង MAS ឃើញទេរុញតម្លៃចុះឡើងមកប៉ះជាមួយនឹង inversion AVG រួចក៏បុកតម្លៃទៅលើ buy side ផ្ដាច់ buy side មកតង់ទៀតណាអញ្ចឹងមេរៀន AVG សម្រាប់ buy model អាហ្នឹងមានតែប៉ុណ្្នឹងទេហើយខ្ញុំទៅរក sell model របស់បងប្អូនគ្នាមើលម្ដងទៀតណាតោះមុននឹងយើងអាចឈានចូលទៅដល់ sell model អញ្ចឹងយើងត្រូវការគេហៅថា swing high and swing low buy side liquidity and sell side liquidity ដូចគ្នាអញ្ចឹងយើងត្រូវតែចាប់ទៅលើ buy side and sell side ទាំងអស់ណាឥឡូវយើងបាន check មើលទាំងអស់ហើយឥឡូវមាសបាន sweep ជាមួយនឹង buy side liquidity យើងនៅខាងលើនេះរួចហើយណាអញ្ចឹងវាបាន sweep ជាមួយនឹង buy side liquidity ហើយមេរៀនក្រោយៗទៀតខ្ញុំនឹងបញ្យល់ទាក់ទងពី buy side liquidity ទាំងអស់ណាយើងទៅឲ្យទៅតងអំពី liquidity ខ្ញុំព្រានទាំងអស់អញ្ចឹងវាបាន sweep ជាមួយនឹង buy side liquidity របស់យើងនៅខាងលើនេះហើយណា buy side liquidity អញ្ចឹងនៅពេលដែល goal ធ្វើការ sweep ជាមួយនឹង buy side liquidity នៅខាងលើនេះនេះមាន stop hand អីចឹងទៅណាមាន stop hand មានអីទៀតកន្លែងនេះប្រកាសជាមាន IAVG ណាកន្លែងនេះគឺជា IAVG អញ្ចឹងដូចខ្ញុំប្រាប់ទៅបងប្អូនអរគ្នាមិញហ្នឹង
IAVG ឬក៏ inversion AVG ហ្នឹងវាកើតឡើងដោយសារតែ AVG ដែលបានប្រើប្រាស់រួចឬក៏បានផ្ដាច់តម្លៃគឺផ្ដាច់តម្លៃបែបហ្នឹងណាហើយមួយទៀតគឺបែបនេះនេះបានប្រើប្រាស់រួចអញ្ចឹងណាអានេះបានប្រើប្រាស់រួចហើយអញ្ចឹងប្រើប្រាស់រួចហើយវាអាចនឹងចាក់ម្ដងទៀតហើយនឹង wallet ឡើងទៅខាងលើណា wallet ឡើងទៅខាងលើហើយរួចទៅចាក់នៅខាងលើម្ដងទៀតទើបធ្លាក់ចុះមកខាងក្រោមហើយ IFG នៅតែប្រើប្រាស់បានណានេះមកប៉ះកន្លែងនេះឃើញទេ IFG មកប៉ះនៅកន្លែងហ្នឹងឃើញប៉ះម៉ាំងឡងណា IFG គឺគេប្រើប្រាស់ទៅលើទម្រង់បែបហ្នឹងហើយសួរថាយើងមានកន្លែងនេះមាន sell model អីចុះមកខ្លះណាមាន IFG មួយមានអីទៀតអានេះយើងមើលទៅលើ1ម៉ោង time frame វាអត់សូវមាន model អីគ្រប់គ្រាន់ទេប៉ុន្តែបើសិនជាយើងមើលទៅលើ15នាទីឬក៏5នាទីប្រកាសជាមាន model ដើម្បីឲ្យ sell មាន model sell គ្រប់គ្រាន់អញ្ចឹងណាអញ្ចឹងកន្លែងនេះគឺជា inversion FVG បន្ទាប់មកទៀតយើងអាចចាប់កន្លែងនេះមួយទៀតទៅជា change instead of delivery ឬក៏ CISD ណាកន្លែងនេះអាចចាប់ជា CISD បានណា CISD អញ្ចឹងនៅពេលដែលទីផ្សារយើងដឹង direction របស់វាថាវាចុះហើយអញ្ចឹងយើងអាចចាប់ទីផ្សារនេះដើម្បីរក order flow គេហៅថា sell order flow បានណាកន្លែងហ្នឹងចឹងទីផ្សាររបស់យើងបាន sweep ទៅលើ buy side equity យើងមាន TS ដើម្បី confirm តម្លៃមួយបន្ទាប់មកទៀតមាន breaker block ឬក៏ MAS កន្លែងនេះមាន CRSD បន្ទាប់មកនេះ CRSD ឲ្យចាក់ CRSD មករੂតាមម្ដងណាកន្លែងហ្នឹងអញ្ចឹងយើងដូរទៅមើលហៅ time frame បន្តិចចុះណាហៅ time frame គឺបែបនេះមានតែប៉ុណ្្នឹងទេសម្រាប់តែ inversion AVG មួយហ្នឹងណាមានតែប៉ុណ្្នឹងទេអត់មានអីក្នុងការពិបាកចាប់ទេយើងគ្រាន់តែដឹងថា inversion AVG ហ្នឹងគឺជា AVG ដែលបានប្រើប្រាស់រួចឬក៏ផ្ដាច់តម្លៃរួចតែប៉ុណ្្នឹងទេអញ្ចឹង episode មួយនេះគឺបានចប់ទៅត្រឹមហ្នឹងហើយក្នុង episode ក្រោយខ្ញុំនឹងធ្វើមេរៀនទាក់ទងអំពី model entry ដូចគ្នាអញ្ចឹងទៀតណា